បច្ចេកទេសនៃការបង្ខិតបង្ខំចិត្តមាន4ដំណាក់កាលគឺការធ្វើឲ្យជនរងគ្រោះមានការសង្ស័យលើការចងចាំឬសតិសម្បញ្ញៈរបស់ខ្លួនឯងការប្រើប្រាស់ពាក្យផ្អែមល្ហែមនិងការយកចិត្តទុកដាក់ខ្លាំងនៅពេលដំបូងដើម្បីគ្រប់គ្រងអារម្មណ៍បានការប្រើពាក្យសម្ដីធ្វើឲ្យអ្នកដទៃមានអារម្មណ៍ខុសដើម្បីបង្ខំឲ្យគេធ្វើតាមអ្វីដែលខ្លួនចង់បាននៅស្ងៀមមិននិយាយរកដើម្បីដាក់ទណ្ឌកម្មផ្លូវចិត្តហើយនេះយើងលើកយកបច្ចេកទេសបង្ខិតបង្ខំដ៏គ្រោះថ្នាក់បំផុតមួយនោះគឺការដែលធ្វើឲ្យជនរងគ្រោះមានការសង្ស័យលើការចងចាំឬសតិសម្បញ្ញៈរបស់ខ្លួនឯងនេះគឺជាផ្នែកមួយនៃការរំលោភបំពានផ្លូវចិត្តដែលអ្នកធ្វើសកម្មភាពព្យាយាមបំបែកការពិតដើម្បីឲ្យជនរងគ្រោះមានការសង្ស័យលើខ្លួនឯងពីលើសពីការកុហកធម្មតាវាគឺជាការវាយប្រហារលើទំនុកចិត្តនិងការយល់ឃើញរបស់មនុស្សម្នាក់រហូតដល់ពួកគេលែងជឿជាក់លើអ្វីដែលខ្លួនបានឃើញឬបានឮចងចាំកន្លងមករបៀបដែលគេអនុវត្តមកលើជនរងគ្រោះដើម្បីឲ្យអ្នកយល់កាន់តែច្បាស់នេះគឺជាយុទ្ធសាស្ត្រដែលគេប្រើប្រាស់ការបដិសេធការពិតទោះបីជាមានភស្តុតាងច្បាស់ក៏ដោយក៏គេនៅតែប្រកែកថារឿងនឹងមិនដែលកើតឡើងទេឬអ្នកឯងចេះតែស្រមើស្រមៃខ្លួនឯងការបង្វែងដាននៅពេលអ្នកលើកយកកំហុសគេមកនិយាយគេនឹងបដូរប្រធានបទឬចោទអ្នកវិញថាអ្នកជាអ្នកបង្កបញ្ហាដើម្បីឲ្យអ្នកភ្លេចគោលដៅដើមការបន្ទាបតម្លៃអារម្មណ៍គេច្រើនប្រើពាក្យថាកុំធ្វើរឿងតូចតាចឲ្យទៅជារឿងធំឯងឆាប់ខឹងពេកហើយឬឯងរើសពេកហើយដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាអារម្មណ៍ឈឺចាប់របស់អ្នកគឺជាកំហុសអ្នកទៅវិញការធ្វើឲ្យភ័ន្តច្រឡំគេនិយាយពាក្យផ្សេងនៅថ្ងៃនេះហើយនិយាយពាក្យបដិសេធនៅថ្ងៃស្អែករហូតដល់អ្នកមានអារម្មណ៍ថាខួរក្បាលរបស់អ្នកមានបញ្ហាឬការចងចាំរបស់អ្នកមិនល្អការប៉ះពាល់មកលើជនរងគ្រោះនៅពេលរងគ្រោះដោយសារទង្វើនេះយូរទៅជនរងគ្រោះនឹងជួបប្រទះនៅការបាត់បង់អត្តសញ្ញាណលែងហ៊ានសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងព្រោះខ្លាចខុសការសំទោសជានិច្ចជនរងគ្រោះតែងតែមានអារម្មណ៍ថាខ្លួនជាអ្នកខុសហើយដើរសុំទោសគ្រប់រឿងទោះបីខ្លួនជាអ្នកឈឺចាប់ក៏ដោយភាពឯកោគេអាចនឹងប្រាប់អ្នកថាអ្នកផ្សេងគេគិតថាអ្នកឯងឈួតអស់ហើយដើម្បីឲ្យអ្នកលែងហ៊ានទៅរកជំនួយពីអ្នកដទៃហើយគោលបំណងនៃការប្រើប្រាស់វិធីសាស្ត្រនេះគឺដើម្បីគ្រប់គ្រងកាលណាគេអាចធ្វើឲ្យអ្នកសង្ស័យលើសតិសម្បញ្ញៈរបស់ខ្លួនបាននោះគេងាយនឹងដឹកច្រមុះអ្នកទៅតាមអ្វីដែលគេចង់បានបើប្រៀបធៀបចំពោះបុគ្គលិកលក្ខណៈរបស់ណាប៉ូឡេអុងបូណាប៉ាតដែលជាមេទ័ពនិងជាអធិរាជដ៏មានអំណាចយើងអាចបង្កើតជាឧទាហរណ៍នៃបច្ចេកទេសការបង្ខិតបង្ខំតាមបែបការធ្វើឲ្យភ័ន្តច្រឡំក្នុងបរិបទនយោបាយនិងសង្គ្រាមដូចតទៅឧទាហរណ៍ការបំបាក់ស្មារតីមេទ័ពជំនិតសន្មតថាមានមេទ័pomម្នាក់របស់ណាប៉ូឡេអុងបានផ្ដល់យោបល់ដល់លោកថាព្រះចៅអធិរាជបើកងទ័ពយើងបន្តសម្រុកទៅមុខទៀតយើងនឹងខ្វះស្បៀងហើយទាហានយើងនឹងស្លាប់ដោយសារភាពរងាព្រោះអាកាសធាតុប្រែប្រួលខ្លាំងដើម្បីគ្រប់គ្រងស្ថានភាពនិងបង្ខំឲ្យមេទ័ពនោះសង្ស័យលើសមត្ថភាពដឹកនាំរបស់ខ្លួនណាប៉ូឡេអុងអាចប្រើល្បិចនេះបាន1បដិសេធការពិតជាក់ស្ដែងណាប៉ូឡេអុងឆ្លើយតបទាំងខឹងសម្បាថារងាអីឯងភ័ន្តច្រឡំហើយមើលចុះកម្ដៅថ្ងៃកំពុងតែល្អសោះឯងប្រហែលជាមានបញ្ហាភ្នែកឬក៏ខ្លាចញញើតជ្រុលពេកបានជារវើលរវាយឃើញព្រិលធ្លាក់ទាំងមេឃស្រឡះបែបនេះការពិតគឺព្រិលកំពុងធ្លាក់ប៉ុន្តែការនិយាយបដិសេធចំបែបនេះធ្វើឲ្យមេទ័ពនោះចាប់ផ្ដើមឆ្ងល់ថាតើខ្លួនឯងពិតជាមើលឃើញខុសមែនដែរឬទេ2ការបន្ទាបតម្លៃចងចាំកាលពីច្បាំងនៅសមរភូមិមុនឯងក៏ធ្លាប់និយាយរវើរវាយបែបនេះដែរហើយចុងក្រោយក៏គ្មានរឿងអ្វីកើតឡើងសោះឯងតែងតែចងចាំខុសជានិច្ចឯងមិនដែលដឹងការពិតសោះមែនទេណាប៉ូឡេអុងព្យាយាមវាយប្រហារលើប្រវត្តិដឹងឮរបស់មេទ័ពនោះដើម្បីឲ្យគាត់លែងទុកចិត្តលើការវិនិច្ឆ័យរបស់ខ្លួនឯងនៅពេលក្រោយហើយការបង្វែរកំហុសមកលើជនរងគ្រោះ
កាលណាដែលមានអារម្មណ៍ថាបបយើងខ្សោយគឺមកពីចិត្តឯងទេដែលទន់ទោហើយកុំយកភាពទន់ទោនិងទន់ជ្រាយនេះរួមទាំងការស្រមើស្រមៃដ៏អាក្រក់របស់ឯងមកធ្វើការបំបាក់ស្មារតីរបស់កងទ័ពឯងគួរតែទៅពិនិត្យសតិសម្បជញ្ញៈរបស់ខ្លួនឯងឡើងវិញថាតើឯងនៅស្មោះត្រង់នឹងយើងឬក៏ឯងចង់ក្បត់បានជាប្រឌិតឬអពមង្គលបែបនេះហើយផលនៃល្បិចនេះវិញគឺបន្ទាប់នោះនឹងចាប់ផ្ដើមមានអារម្មណ៍ថាប្រហែលជាគេបារម្ភជ្រុលពេកមែនហើយប្រហែលជាការចងចាំនិងការមើលឃើញរបស់មេទ័pomម្នាក់នោះមិនច្បាស់លាស់ដោយព្រះចៅអធិរាជមែនហើយគេគិតថាគេមិនគួរមាត់ច្រើនទេក្រែងលោគ្រប់គ្នាគិតថាគេឈួតឬមានបញ្ហាផ្លូវចិត្តហើយនេះគឺជាការប្រើអំណាចបុគ្គលដើម្បីធ្វើបាបអ្នកដទៃឲ្យមានការសង្ស័យលើសតិសម្បជញ្ញៈរបស់ខ្លួនឯងដែលជាខ្លឹមសារសំខាន់បំផុតនៃល្បិចនេះ